លក់តរេណាគាត់បានប្រាប់ខ្ញុំថាពីមួយថ្ងៃទៀតគាត់នឹងមានប្រូម៉ូសិនពិសេសខ្លាំងហ្មងអញ្ចឹងបងប្អូនជួយ share វីដេអូនេះមួយមើលទៅកាន់មិត្តភ័ក្តិបងប្អូនឬមនុស្សជាទីស្រឡាញ់ក្រែងលោថាពេលដែលថ្ងៃគាត់ដាក់ប្រូម៉ូសិនអត់ឃើញប្រូម៉ូសិនទិញអត់តាន់គេទុរេនរបស់គាត់គឺជាទុរេនខ្មែរសុទ្ធ 100% ដែលគាត់ទៅមកចំការខ្លួនឯងផ្ទាល់តែម្ដងអញ្ចឹងបងប្អូនទិញញ៉ាំដោយទំនុកចិត្តហើយគាត់ក៏បានប្រាប់ខ្ញុំថាគាត់អរគុណអតិថិជនជាទីស្រឡាញ់ជាពិសេសបងដែលគាត់មិនថានៅក្នុងទីរួមខេត្តព្រៃវែងមិនថានៅតាមបណ្ដាក្រុងស្រុកទាំង13ទេគឺគាត់អញ្ជើញមកទិញច្រើនមែនតើនៅទីនេះពេលប្រូម៉ូសិនក៏មកទិញច្រើនពេលអត់ប្រូម៉ូសិនក៏មកទិញដែរនិយាយទៅគឺគាត់គ្រប់គ្រងគ្រប់ពេលវេលាតែម្ដងហើយគាត់លួចខ្សឹបប្រាប់ខ្ញុំថាគាត់កំពុងតែត្រៀមរៀបចំតរេនធ្វើម៉េចឲ្យបានច្រើនសិនដាក់1តោន2តោន3តោនមកសិនអញ្ចឹងទៅបានច្រើនទៅដាក់ប្រូម៉ូសិនជូនបងប្អូនឲ្យណាននៃម្ដងអញ្ចឹងកុំភ្លេចមកគ្រប់គ្រងតរេនលីលីនៅក្នុងទីរួមខេត្តព្រៃវែងបានច្រើនកកបងប្អូនមួយឆ្នាំគឺយើងញ៉ាំបានតាមរដូវកាលទេហើយតម្លៃរបស់គាត់ហ្នឹងគឺសមរម្យច្រើនមែនតើអញ្ចឹងបងប្អូនដែលធ្លាប់មកទិញគាត់ជាដឹងហើយថាយើងកំងសាច់បែបណាអីបែបណាគឺបែបវិញទៀតបើសិនជាបងប្អូនចង់ទិញតរេនចាស់យកទៅទុកខ្លួនឯងគ្រាន់បកមួយថ្ងៃមួយផ្លែពីរផ្លែហ្នឹងក៏គាត់មានលក់ដែរហើយតម្លៃពិសេសជូនបងប្អូនទាំងអស់គ្នាទៀតមិនត្រឹមតែមានលក់តរេនទេសូម្បីតែសាវម៉ៅមកខុតក៏គាត់មានលក់ដែរពេលខ្លះគាត់មានកោះកបីមកបងថ្ងៃហ្នឹងថ្ងៃទី16ខែ6ឆ្នាំ2026បងមើលតាអតិថិជនភ្ញៀវតាស់លីលីតរេនបានណាបងអាចមើលបានហើយក៏មានតែអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយគាំទ្រតាស់លីលីអរគុណច្រើនបងនេះស្មើនឹងចាប់ដើមបុកភ្ញៀវហើយទីបងអាចមើលបានចឹងបងចង់ហូបតរេនខ្មែរនៅតាស់លីលីបានណា